Pul 1500W បើកអស់300V មកចាល់ងាកកាមកងាកកាមាន 300V មើលឃើញអត់ 5.6 ampere ខ្លាំងណាស់ខ្លាំងណាស់នេះអានេះវ៉ូលីមភ្លើងវាវ៉ូលីមសេរីភ្លើងអានេះវ៉ូលីមបញ្ញាក់បើបងប្អូនយកទៅអូសកាបបងប្អូនបិទឲ្យអស់ទៅភ្លើងព្រោះអានេះវាខ្លាំងណាខ្លាំងតែមែនទេហ្មងហើយយើងស្រេតែវ៉ូលីមញាក់ទៅបានហើយអាញាក់នេះយើងមិនបាច់ស្រេយកញាក់ញាប់ពេកទេញាប់ពេកក៏មិនទៅប្រកែណាអានេះកងតាក់ទឹករាក់ភ្លើងខ្លាំងកងតាក់ទឹកជ្រៅភ្លើងខ្សោយកងតាក់ខាងស្ដាំដៃហ្នឹងនៅលើអាវលីមភ្លើងនេះលីមមេអានេះកងតាក់បញ្ញាក់ហើយនឹងកងតាក់ក្តៅអានេះក្តៅសុទ្ធហ្មងក្តៅវ៉ូលីមនេះសេរីអត់បានទេទល់បងប្អូនកាច់មកបញ្ញាក់កាច់មកបញ្ញាក់បានសេរីវ៉ូលីមនេះដែរហើយជមើខ្ញុំបោះកម្រិតស៊ីភ្លើងឲ្យបងប្អូនមើលបងប្អូនឃើញធំយេអានេះមិនធំប្រហែលទេវាមិនដល់អាសិត 40000 របស់ហុងកុងឯអានោះធំមែនទេហ្មងធំជ្រុលអានេះ3ទឹក3ហ៊ុនទៅតឹង2ទឹក7ហ៊ុនកម្ពស់1ទឹកគុតហើយកម្រិតស៊ីភ្លើងខ្ញុំបើកអស់ 7 ampere 6.8 យើងថា 7 ampere ចុះអានេះស៊ីតិចនេះតិចតែមែនទេហ្មងបើប្រៀបជាមួយនឹងពួកប្រភេទក្បាលតូចដូចជាអា44 24 34តិចជាងអានឹងទៀតជាមួយខ្ញុំពោះភ្លើងអា44នេះបងប្អូនមើលអានេះថ្មីដូចគ្នារលើកគ្នាឡើងចុះខ្ញុំចង់ចាស់បាត់ហ្នឹងចូលយកទៅលក់ឲ្យគេថាលក់មកទឹកទៀតជាមួយកម្រិតស៊ីភ្លើងខុសគ្នាប៉ុណ្ណាស៊ីតិចជាងអា44ហ្នឹងទៀតណានេះបងប្អូនបើតាមស្មានហ្នឹងមិនគួរជឿណាបោះភ្លើងហ្នឹងចាប់ទៅគៀបអានោះបើកអស់ដូចគ្នាចេញបាន 200V បែរជា 203V 5.1 ampere ហើយកម្រិតស៊ីភ្លើងវាយ៉ាខ្ញុំបាទមើលតិច 11 ampere កន្លះអញ្ចឹងអាធំនេះអានត្រីសនេះខ្ញុំហៅត្រីសទៅដើម្បីងាយយល់អានឹងបងប្អូនហៅយ៉ាងម៉េចក៏បានឲ្យតែបងប្អូនយល់អានត្រីសខ្ញុំហៅដោយសារវារូបត្រីពណ៌សវាខ្លាំងហើយស៊ីភ្លើងតិចទៀតបើតាមការគិតវាមិនគួរជឿតែបើជឿយើងជឿដោយសារវាតម្លៃវានឹងទិញបានអា44នឹង2គ្រាប់
chân việc cua ta lọ hay bờ là bọt thay đấy bờ mình lọ có bà bà này hayประเภทเครื่องវាអានេះដុំនេះ EE55 ទេបើអា44ខ្ញុំវាស់ឲ្យបងប្អូនមើលមិញ EE60 គុតតែអានេះវាប្រើ EE55 ហ្នឹងមកគូមកខាងនេះវាប្រើ6គ្រាប់បជាដុំនឹងមួយនេះដុំមេនឹងមួយខាងនេះ6ដែរបជាដុំមេនឹងមួយរួចវាប្រើគ្រាប់ធំរួចបានមកសង្ក្រូបញ្ចូលគ្នាមកបញ្ចូលក្នុងកង់ដង់1000មីក្រូ600វ៉ុលនេះហើយអានេះ version ចុងក្រោយតែវាស៊េរីនេះស៊េរីចាស់ដែរទេចង់និយាយថាក្បាលហ្នឹងវាចេញមកយូរឆ្នាំហើយដូចជាចូល6ឆ្នាំ5ឆ្នាំហើយតែនេះ version ចុងក្រោយរបស់វាដែលវាកែមកអ្វីដែលវាធ្វើចុងក្រោយហ្នឹងវាមិនធ្វើខ្ញុំកំងឲ្យវាធ្វើមកហ្នឹងយើងកំងប្រភេទឲ្យវាដូរក្របនេះក្របដើមរបស់វាដាក់លក់ក្នុងទីផ្សារអនឡាញរបស់វាហ្នឹងវាប្រើនេះប្រភេទក្របចេះ KIA 2906អានេះ130អាំពែ70វ៉ុលចំណែកឯក្របយើងកំងឲ្យវាដាក់ឲ្យយើងហ្នឹងប្រភេទនេះមើលឃើញហ្នឹងបង IOSP 4368អានេះក្របរបស់អាមេរិកកាំងផលិតនៅប្រទេសតៃវ៉ាន់ក្របនេះថ្លៃបងប្អូនអានេះខ្ញុំលក់រាយមួយក្រប 20000 ហើយក្របនេះមួយក្របទិញបានអានេះ2ក្របកន្លះអានេះមួយក្របអញ្ចឹងក្របនេះបងប្អូនយកទៅប្រើមិនបាច់ភ័យអត់មានបញ្ហាទេប្រភេទក្របល្អទំនេរជួន 100% បើសិនជាបងប្អូនយកទៅដោះទៅឃើញក្របមិនដូចដែលអ្វីខ្ញុំបង្ហាញបងប្អូនអាចដូរយកសងលុយវិញបានហើយអា2ក្របរុញទៅដងនេះក៏ប្រភេទលេខខ្ពស់ដែរប្រភេទនេះ JCT មក1275មានន័យថា1200វ៉ុល75ពេលវាប្រើ2ក្របដប់ហើយប្រភេទកង់ដង់នេះវាប្រើ1000មីក្រូ600វ៉ុលតែវាមុននឹងផ្ញើមកវាប្រាប់យើងដែរវាឲ្យខ្ញុំនឹងកែនេះឲ្យយើងកែដាក់ sensor ចាប់កម្ដៅកន្លែងដុំនេះមួយព្រោះដោយសារវាយកកង់ដង់នេះវាយកខ្ពស់ពេកដល់អញ្ចឹងដើម្បីកាត់បន្ថយស៊ីភ្លើងវាយកកង់ដង់នេះមីក្រូខ្ពស់ដើម្បីឲ្យស៊ីភ្លើងតិចអញ្ចឹងវាធ្វើទុកអាដុំនេះបន្តិចអញ្ចឹងវាឲ្យខ្ញុំដាក់ sensor ចាប់កម្ដៅមួយអញ្ចឹង sensor នេះវាចេញពីនេះខ្ញុំប្រើប្រភេទ NC វាចេញពីអាកង់តាក់ចុចនេះពេលបងប្អូនក្តៅខ្លាំង sensor នឹងផ្ដាច់ហើយចង់និយាយថាវាលេងចូលទៅម៉ាស៊ីនហើយបងប្អូនចុចទៅក៏វាអត់ចូលដែរអាហ្នឹងយើងផ្ដាច់នៅកន្លែងកង់តាក់ពេលណាដែលម៉ាស៊ីនក្តៅដល់120អង្សា120អង្សាសេ sensor ហ្នឹងវាទៅជា NO វិញវាចំហអញ្ចឹងយើងចុចទៅក៏អត់ទៅដល់ម៉ាស៊ីនដែរអញ្ចឹងវាការពារកុំឲ្យម៉ាស៊ីនមានបញ្ហាហើយអានេះបើព្រាការយកទៅអូសវាប្រាប់មកហ្នឹងវាថាអូសក៏បានដែរតែអ្វីដែលយើងវាស់ភ្លើងជាក់ស្ដែងទៅស្ដាប់សំឡេងទៅអានេះបើអូសប្រហែលជាតាមការប៉ាន់ស្មានរបស់ខ្ញុំណាដូចជាចាញ់ពួកអាសិត40000ស្ទើរជាងអាសិត40000ព្រោះវាអត់មានកង់តាក់ពហុមុខងារដូចអាសិត40000តែបើយកទៅលេងកត្រងខ្ញុំជឿជាក់លើវា100%ហ្មងប៉កែហ្មងបើតាមសំឡេងហើយនឹងកម្លាំងហ្នឹងតែបើយកទូកត្រងប្រហែលពិបាកតិចណាមួយវាខ្លាំងផងវាខ្លាំងវាចង់ខ្លាំងជ្រុលដល់អញ្ចឹងបងប្អូនមិនប្រកាសថាក្បាលខ្លាំងរោត្រីបានទេជាងកាលវាអាស្រ័យលើការសេរីយើងដែរខ្លាំងពេកវាកប់នៅក្រោមហើយអាកង់ដង់នេះវាប្រើប្រមាណនេះគេមើលជាក់ស្ដែងភ្លេចបាត់ហើយវានេះ4មីក្រូ450វ៉ុល
វាប្រើ4មីក្រូ450 វ៉ុលកង់ដង់នេះវាស្ទើរបន្តិចមីក្រូវាដាក់ទៅវាសមឯងចង់និយាយវ៉ុលនេះ450 វ៉ុលស្ទើរបន្តិចបើយកទៅអូសអាចនឹងងាយធ្វើទុកកង់ដង់នេះបន្តិចបើសិនជាវាប្រើ630 វ៉ុលល្អហ្មងអញ្ចឹងអានេះមិនជាបញ្ហាទេបើបងប្អូនចង់បាន630 វ៉ុលខ្ញុំដូរឲ្យបានវាអត់ជាបញ្ហាអីទេហើយអ្វីដែលមួយទៀតចំណុចអវិជ្ជមានរបស់វាមួយទៀតកង្ហារវានេះគឺចាប់អគុយឬ direct ហ្មងដូចអាសិត40000របស់ហុងកុងដែរវាធ្វើអញ្ចឹងដើម្បីឲ្យម៉ាស៊ីនហ្នឹងអត់ក្តៅព្រោះយើងយកមកអូសកាបអីយូរវាអាចនឹងក្តៅអញ្ចឹងវាត្រូវការកង្ហារនឹងចាប់យូរតែកង្ហារនេះយើងអាចកែបានតែយល់ល្អកុំកែល្អជាងអញ្ចឹងយកមកហ្នឹងខ្ញុំកែតែ sensor នេះមួយទេហើយនឹង push chip ការពារកាបនឹងដងប៉ះគ្នាធ្វើទុក anti-resistor នេះខ្ញុំប្រើ6 ampere 2គ្រាប់អញ្ចឹងវាស្មើ210 ampere ការពារធ្វើទុកឲ្យ2គ្រាប់នេះពេលបងប្អូនប៉ះកាបគ្នាហើយចំណុច on វាមួយទៀតខ្សែតាគៀបវាប្រើតាគៀបមួយវាប្រើតែ2តសៃអញ្ចឹងរឿងក្តៅបន្តិចខ្សែតាគៀបនេះបើលេងយូរបើវាបាន2តសៃដុបល្អហ្មងអាហ្នឹងវាឲ្យខ្ញុំមកដូរខ្លួនឯងដែរវាឲ្យយើងទិញដូរខ្លួនឯងតែឥឡូវយើងផ្ញើអានេះទៅសិនទៅអានេះខាងបងប្រុសម្នាក់នៅមណ្ឌលគិរីខាងកោះញែកគាត់កំងទេមិនកំងទេខ្ញុំកំងមកទុកយូរហើយតែយើងផ្ញើនេះឲ្យគាត់សាកខុសត្រូវអីចាំឲ្យគាត់ផ្ញើមកវិញមិនដឹងថាផ្ញើទៅយ៉ាងម៉េចដែរទេនេះព្រោះអ្នកសាកហ្នឹងក៏ដៃថ្មីអ្នកលក់ហ្នឹងក៏រៀងថ្មីអីវ៉ាន់ថ្មីដូចគ្នាអញ្ចឹងយើងមិនដឹងចិត្តវាយ៉ាងម៉េចទេអញ្ចឹងយើងដឹងទៅលើគោកទេយើងមើលជាក់ស្ដែងគាត់ feedback មកយើងវិញថាយ៉ាងម៉េចអញ្ចឹងអានេះល្អត្រង់ថាវាប្រើក្របអញ្ចឹងតម្លៃវាក៏ថ្លៃជាងអាសិត40000នឹងគ្រាន់ដែរថ្លៃជាង100,000អានេះចូល1លានណាបងប្អូនតម្លៃបើសិត40000ធូរថ្លៃបន្តិចហើយប្រភេទចំណុចខ្សោយវាមួយទៀតអាប្រព័ន្ធការពារចាប់ប្រច្រាស់នេះវាប្រើ8គ្រាប់តូចបើសិនវាដូរពីគ្រាប់មកប្រើជារ៉លែវិញបានត្រឹម3គ្រាប់ឬ4គ្រាប់អាហ្នឹងវាល្អហ្មងវាសុវត្ថិភាពហ្មងអញ្ចឹងវាប្រើគ្រាប់ហ្នឹងវាអត់សូវសុវត្ថិភាពដូចប្រើរ៉លែពេលវាខូចវាធ្វើទុកមែនតែវាសុវត្ថិភាព 100% ហ្មងអាដុំនេះ EE65 ប្រភេទដុំបឆោដុំនេះធំវាប្រើតែមួយអាអុកទៅដងនេះហើយពាក់ព័ន្ធនឹងគ្រឿងបន្លាស់បងប្អូនយកទៅប្រើក៏មានការព្រួយបារម្ភយើងឲ្យវាផ្ញើមកជាមួយខ្ញុំឲ្យវាផ្ញើនេះមក2គ្រាប់យ៉ាគ្រាប់របស់អាមេរិកកាំងនឹង100គ្រាប់ដាក់មកជាមួយនេះវាដាក់មកឲ្យយើង100គ្រាប់ដែរតែមិនវាឲ្យទេវាគិតលុយពេញតម្លៃអាគូក្បាលវានេះក៏វាគិតលុយដែរគូក្បាលវានេះបើអាសិត40000របស់ហុងកុងដុំនេះមួយវាប្រើគូក្បាលមួយដុំនេះមួយវាប្រើគូក្បាលមួយអានេះវាប្រើមួយបជាទាំងពីរគេហៅ 2 in 1ណានេះអញ្ចឹងប្រើអានឹងមួយបជាដុំនឹងទាំងពីរហ្មងដុំពីរនេះខាងនេះ6ខាងនេះ6សាំងក្រូចូលគ្នាអញ្ចឹងវីដេអូមានតែប៉ុណ្្នឹងទេបើមានតម្រូវការបងប្អូនអាចទាក់ទងមកបានតាមលេខទូរស័ព្ទខ្ញុំដាក់ខាងក្រោមហ្នឹង